លោកកែនយោលីនេះគឺជាផ្ទាំងប៉ាណូដែលអ្នកប្រាស់តូចបានបញ្ជាឲ្យពួកយើងដាក់លុយ5លានសម្រាប់អ្នកម៉ាក់ទីខាយស្បែករបស់ឯងរមាស់ទៀតហើយឬកូនយកលុយសន្សំរបស់កូនមកចាយវាយមានអ្វីតាក់ទងនឹងលោកប៉ាទៅបងប្រើឃើញអូនតើពួកឯងចង់ទៅណាគាត់គឺជាអ្នកម៉ាក់នៅក្នុងក្តីសុបិនរបស់ខ្ញុំតោះពួកយើងទៅរកអ្នកម៉ាក់អេកូនកំមុំតើអ្នកនាងយល់ព្រមខ្ញុំយល់ព្រមមិនកូននៅទីនេះអ្នកដែលបងស្រឡាញ់គឺជារូបខ្ញុំនាងគ្រាន់តែជាមនុស្សចំនួនឆាប់ចេញពីទីនេះទៅបងក៏មិនទាន់អស់ចិត្តពីនាងដែរចេញទៅសេបិសាអីនេះនាងក៏ចេញដែរទៅអីយ៉ាបងស្រីបងឃើញកូនស្រីរបស់បងចេះសិជិអត់មិនអាចរៀបការបានហើយត្រូវគេបោះបងចោលទៀតពិតជាគួរឲ្យខ្មាស់គេមែនរឿងមង្គលការរបស់ខ្ញុំអ្នកមិនចាំបាច់បារម្ភទេឥឡូវនេះខ្ញុំនឹងរើសកូនកំឡោះប្រសិនបើអ្នកណាអាចចាប់បេបការរបស់ខ្ញុំបានខ្ញុំនឹងរៀបការជាមួយអ្នកហ្នឹងយេពួកយើងយកបានហើយរៀបការជាមួយលោកប៉ាខ្ញុំរៀបការជាមួយលោកប៉ាខ្ញុំកូនកំឡោះថ្មីរបស់សិជិពិតជាសង្ហាមែនខ្ពស់ហើយសង្ហាទៀតនៅមានកូនពេកទៀតដូច្នេះខ្ញុំមិនចាំបាច់បង្កើតកូននាំតែឈឺពោះទេខ្ញុំព្រមរៀបការអរគុណលោកដែលថ្ងៃនេះបានជួយខ្ញុំសូមទៅបដូរសម្លៀកបំពាក់មួយភ្លែនបងប្រុសពេលយ៉ាងឯងមានអ្នកមកហើយបងនឹងផ្ទេរលុយ30ម៉ឺនឲ្យទៅអ្នកម៉ាក់មង្គលការមិនមែនជារឿងលេងសើចទេពួកយើងមិនអាចចេះតែយកមនុស្សដែលមិនស្គាល់មករៀបការជាមួយគ្នាបានទេពួកយើងតម្រាំតែរកអ្នកម៉ាក់បានប្រសិនបើលោកប៉ាមិនរៀបការជាមួយគាត់ទេកូននឹងមិនញ៉ាំបាយរហូតកូនមិនចង់ញ៉ាំក៏ហីទៅលោកប៉ាខ្ញុំចង់ឲ្យគាត់ធ្វើជាអ្នកម៉ាក់របស់ខ្ញុំលោកប៉ាសន្យាជាមួយពួកឯងក៏ប៉ុន្តែឥឡូវនេះពួកយើងមិនទាន់ដឹងថាតើនាងនឹងធ្វើល្អចំពោះពួកឯងអត់ទេដូច្នេះឥឡូវនេះពួកយើងមិនអាចប្រាប់នាងថាពួកយើងមកពីគ្រួសារអ្នកមានទេគ្មានបញ្ហាខ្ញុំបដូរសម្លៀកបំពាក់ឲ្យអត់ត្រូវខ្ញុំមិនទាន់ដឹងថាលោកឈ្មោះអីនៅទេលីហ៎ខ្ញុំឈ្មោះថាលីជៀនហួរឈ្មោះរបស់លោកដូចជាបុរាណពេកហីស្វាគមន៍ពួកឯងមកកាន់ផ្ទះរបស់អ្នកម៉ាក់តូចមែនក៏ប៉ុន្តែឯងរស់នៅបានសំខាន់ឲ្យតែពួកយើងសប្បាយចិត្តឲ្យតែបានរស់នៅជាមួយអ្នកម៉ាក់មិនខ្វល់ថាជាផ្ទះវិឡាឬជាផ្ទះតូចទេខ្ញុំរស់នៅបានទាំងអស់ឯងនិយាយមកដូចជាឯងធ្លាប់នៅផ្ទះវិឡាហ្នឹងនេះគឺជារបស់ដែលអ្នកម៉ាក់ជូនពួកឯងតើនេះគឺជាអ្វីទៅខ្ញុំបានធ្វើកិច្ចការផ្ទះអស់ហើយពួកកូនក៏ជាក្មេងធំអស់ដែរដូច្នេះគាត់ទៅប្រើសាប៊ូកក់សក់សម្រាប់ពួកគេឃើញអូនបន្ទាប់ពីកក់សក់រួចហើយសក់របស់ពួកឯងឥឡូវនេះគួរឲ្យស្រឡាញ់ខ្លាំងណាស់អ្នកម៉ាក់ពិតជាល្អមែនត្រឹមតែប៉ុណ្្នឹងឯងទិញទឹកចិត្តពួកឯងបានហើយលោកប៉ាខំចិញ្ចឹមពួកឯងដល់ធំក៏ប៉ុន្តែមិនដែលឃើញពួកឯងសរសើរលោកប៉ាម្ដងទេកុំបារម្ភលោកប៉ានៅក្នុងចិត្តរបស់ពួកយើងលោកប៉ាគឺជាលោកប៉ាដែលល្អជាងគេបំផុតល្អក៏ប៉ុន្តែអ្នកម៉ាក់គឺជាមនុស្សដែលសំខាន់ជាងគេតើពួកយើងទៅទិញកាដូជូនអ្នកម៉ាក់ចង់បានឡានមួយណាកូនជាអ្នកទិញឲ្យកូនក្មេងវាចេះតែនិយាយលេងទេក៏តែខ្ញុំជឿសំដីពួកគេមែនប្រាក់ខែរបស់លោកមួយខែ 5,000 ចំណែកខ្ញុំ 4,000 ពួកយើងមួយជីវិតនេះក៏គ្មានលុយទិញឡានទាំងអស់នេះដែរយ៉ាក្រែងនេះគឺជាមនុស្សស្រីដែលមិត្តប្រុសរបស់ខ្ញុំបោះបង់ចោលនៅថ្ងៃរៀបការហ្នឹងតាតាមពិតទៅអ្នករៀបការជាមួយនឹងមនុស្សក្រីក្រតាធ្វើជាម្ដាយដែលក្រីក្រទៀតមើលមុខរបស់នេះអញ្ចឹងហ៊ានមកទិញឡាននៅទីនេះផងតើនេះមិនចេះខ្មាស់គេទេអីនរណាគេតាពួកយើងគ្មានលុយឡានហ្នឹងថ្លៃប៉ុន្មាន3លានសុំទោសអ្នកម៉ាក់លុយរបស់ពួកខ្ញុំមិនគ្រប់ទេមិនអីនោះទេឯងមានទឹកចិនគឺអ្នកម៉ាក់សប្បាយចិត្តណាស់ទៅហើយមនុស្សស្រីក្រីក្រដូចជានាងនេះពិតជាពូកែសម្ដែងមែនលោកប៉ាដល់ពេលណាលោកប៉ាមិនចេញស្នាដៃអីលោកប៉ាក៏មិនបានយកលុយមកដែរឈប់កុហកទៀតទៅខ្ញុំមុនហ្នឹងស្ដាប់លើអស់ហើយប្រាក់ខែនេះមួយខែ 4,000 ប្រាក់ខែអ្នកទាំងពីរបោះបញ្ចូលគ្នាក៏មិនអាចទិញកង់ឡាននេះបានមួយផងចឹងសិជីនាងក៏តែនាំប្តីក្រីក្ររបស់នាងចេញពីទីនេះទៅក៏ប៉ុន្តែខ្ញុំអញអូកាសបានខ្ញុំឥឡូវនេះខ្ញុំគិតថាលោកគឺជាមនុស្សដែលមិនចេះខ្មាស់គេសោះនឹងហៅតកែក្រុមហ៊ុនចេញមកនឹងធ្វើឲ្យពួកឯងខ្មាស់គេម្ដងថៅកែហាងជិនហួរតើពួកយើងទៅមានកាយដែរលោកតកែពួកគេទាំងពីរនាក់នេះថាឱកាសទិញឡានពួកគេចង់ឲ្យលោកជូនឡានដែលមានតម្លៃ3លានឲ្យពួកគេតែយល់ល្អឆាប់ដេញពួកគេចេញពីទីនេះទៅគាត់ប្រកាសជាអាចនេះគឺជាសោឡានរបស់លោកសូមលោកទទួលយកតើមានអីកើតឡើងទៅចាំពេលត្រឡប់ទៅវិញខ្ញុំនឹងបញ្យល់ប្រាប់នាងតោះពួកយើងទៅលោកតកែលោកពិតជាឲ្យឡានមួយគ្រឿងនេះទៅពួកគេមែនឡាននេះមានតម្លៃជាង3លានលោកឲ្យពួកគេទៅអញ្ចឹងប្រហែលបើតាមមុខមាត់របស់គាត់គុំថាឡាយឡានមួយគ្រឿងហាងទាំងមូលក៏ខ្ញុំអាចជូនគាត់បានដែរហើយអ្នកទាំងពីរបានប្រមាថភ្ញៀវ VIP របស់ខ្ញុំសន្តិសុខឆាប់បណ្ដេញពួកគេទាំងពីរចេញពីទីនេះឡាននេះកុំបារម្ភខ្ញុំចាត់រង្វាន់ត្រូវឡានមួយគ្រឿងដោយពួកយើងអាចប្រើប្រាស់ឡាននេះដោយឥតគិតថ្លៃរយៈពេល2ឆ្នាំមុននឹងគឺពួកយើងមិនទទួលរង្វាន់ទេពួកយើងពិតជាសំណាងមែនអ្នកម៉ាក់អញ្ជើញចូលឡានជីវិតពួកយើងកាន់តែស្រស់បំព្រងជាងមុនហើយ